បាទគ្រូជំរាបសួរដល់បងប្អូននិងមិត្តភ័ក្តិទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំចង់ធ្វើជាវីដេអូមួយដែលវីដេអូនោះគឺខ្ញុំនឹងបង្ហាញអំពីតទៅនឹងការផុសវីដេអូទៅមិនមានអ្នក view នៅក្នុង YouTube បាទតាមអ្វីដែលខ្ញុំបានធ្វើការប្រើប្រាស់បណ្ដាញសង្គម YouTube ហើយនឹងការអាប់ឡូតនៃវីដេអូរបស់ខ្ញុំកន្លងមកខ្ញុំមាន channel មួយដែល channel នោះគឺខ្ញុំមិនទាន់មានការគ្រប់នៅចំនួន subscriber ទេប៉ុន្តែខ្ញុំឃើញថាការដែលខ្ញុំផុសវីដេអូហ្នឹងមានវីដេអូខ្លះមាន view កើនឡើងច្រើនដែរហើយ view វីដេអូខ្លះក៏អត់មាន view ដែរបាទអញ្ចឹងសម្រាប់ការសង្កេតរបស់ខ្ញុំនេះខ្ញុំឃើញថាបងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាសម្រាប់ការផុសនៅវីដេអូបើសិនជាករណីយើងផុសទៅមាន view កើនឡើងច្រើនវីដេអូបន្តទៀតយើងកុំផុសពីព្រោះថាពេលដែលមានអ្នកមើលច្រើនវីដេអូរបស់យើងឬក៏ដូចជា YouTube វាកំពុងតែធ្វើការរុញនៅវីដេអូរបស់យើងដើម្បីឲ្យមានអ្នកមើលច្រើនបាទអញ្ចឹងនៅពេលដែលយើងឃើញថាវីដេអូរបស់យើងវាត្រឹងវាអត់មាន view កើនទៀតទេចាំយើងដាក់នៅវីដេអូមួយទៀតបាទនេះគឺជាការសង្កេតរបស់ខ្ញុំតាមរយៈ channel របស់ខ្ញុំផ្ទាល់តែម្ដងហើយមួយទៀតការផុសនេះដែរគឺខ្ញុំសង្កេតឃើញថាជាទូទៅទម្លាប់ខ្ញុំបើសិនជាករណីខ្ញុំផុសថ្ងៃហ្នឹងអញ្ចឹងគឺខ្ញុំលងមួយថ្ងៃឬក៏អាចខ្ញុំ2ថ្ងៃបានខ្ញុំផុសមកវីដេអូមួយទៀតបាទអានឹងជាបទពិសោធន៍របស់ខ្ញុំសម្រាប់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នានៅពេលដែលយើងបានធ្វើការផុសនៅវីដេអូក៏ដូចជាអាប់ឡូតវីដេអូរបស់យើងចូលទៅក្នុង channel YouTube យើងត្រូវតែរៀនសង្កេតមើលទៅលើការផុសនៃវីដេអូហើយមួយវិញទៀតសម្រាប់ការផុសនៃវីដេអូបងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាគួរតែសង្កេតមើលទៅលើពេលវេលា audience របស់យើងដែលគាត់មានពេលឬក៏យើងអាចនិយាយថាគាត់ទំនេរម៉ោងណាគឺគាត់អាចនឹងចូលមកមើលនៃវីដេអូរបស់យើងក៏ដូចជាវីដេអូផ្សេងៗដែលយើងបានធ្វើការផុសចូលទៅក្នុងបណ្ដាញសង្គម YouTube របស់យើងផ្ទាល់តែម្ដងបាទអញ្ចឹងពេលវេលាហ្នឹងនៅពេលដែលបងប្អូនធ្វើការអាប់ឡូតចូល channel របស់យើងនឹងមានជា report ពេលវេលាដែល audience គាត់បានធ្វើការទស្សនាអញ្ចឹងវាអាចមានម៉ោង6កន្លះឬក៏ម៉ោង11:42ឬក៏ម៉ោងផ្សេងទៀតទៅតាម YouTube បានធ្វើការបង្ហាញនៅក្នុង channel របស់យើងផ្ទាល់តែម្ដងបាទអញ្ចឹងអ្វីដែលខ្ញុំចង់យកមកធ្វើការបង្ហាញនេះគឺគ្រាន់តែជាគំនិតបន្តិចបន្តួចរបស់ខ្ញុំដែលខ្ញុំធ្លាប់ជួបនៅក្នុង channel របស់ខ្ញុំផ្ទាល់តែម្ដងបាទដោយសារថ្ងៃនេះគឺជាថ្ងៃចុងសប្តាហ៍ដែរក៏ឆ្លៀតពេលមកលេងស្រុកដែលខាងខ្ញុំនេះគឺនៅខាងស្រុកខ្សាច់កណ្ដាលផ្ទាល់តែម្ដងបាទភូមិត្បូងឃុំកោះចារាមស្រុកខ្សាច់កណ្ដាលបាទអញ្ចឹងក៏ចង់ធ្វើជាវីដេអូបែបចែកម្លែកតែបន្ទួចហើយក៏ចង់បង្ហាញអំពីទស្សនវិជ្ជាខ្លះនៅខាងស្រុកខ្ញុំផ្ទាល់តែម្ដងដែលទស្សនវិជ្ជាពេលនេះគឺខ្ញុំបានធ្វើការដើរទៅលេងនៅខាងមុខផ្ទះដែលខាងមុខផ្ទះរបស់ខ្ញុំនេះមានទៅដោយទន្លេហើយខាងមុខផ្ទះនេះទៀតក៏មានជាព្រៃត្រៃដែរដែលខ្ញុំបានធ្វើការដើរមកផ្ទាល់នេះទៅផ្ទាល់តែម្ដងបាទអញ្ចឹងទស្សនវិជ្ជាពេលនេះគឺថាថ្ងៃបានរៀបលិចបាត់ហើយមុនហ្នឹងខ្ញុំគិតថាខ្ញុំនឹងដើរមកឲ្យតាន់ដើម្បីធ្វើការថតពីទស្សនវិជ្ជាថ្ងៃរៀបលិចដែលបងប្អូនប្រហែលថ្ងៃមុននេះថ្ងៃទី21 22 23ខែមីនាឆ្នាំ2025នេះយើងក៏មានជាព្រឹត្តិការណ៍សមាធិត្រីមួយដែរដែលខ្ញុំបានធ្វើការចូលរួមនៅក្នុងការទស្សនាផ្ទាល់នៅទឹកដីអង្គរនៃខេត្តសៀមរាបរបស់យើងបាទអញ្ចឹងប៉ុន្តែនៅពេលដែលខ្ញុំបានមកលេងស្រុកកំណើតនេះខ្ញុំឃើញថាស្អាតមុនហ្នឹងដោយសារខ្ញុំរៀងដើរមករៀងយឺតដែរហើយណាមួយខ្ញុំរៀបចំកាមេរ៉ាទូរស័ព្ទដៃនោះទៅពេលអញ្ចឹងវាដើរមកអត់តាន់ឥឡូវគ្មានណាថ្ងៃលិចបាត់អញ្ចឹងអត់អីទេគ្រាន់តែចង់ធ្វើជាវីដេអូក៏ដូចជាគំនិតដែលខ្លះដែលខ្ញុំធ្លាប់ជួបនៅក្នុង channel របស់ខ្ញុំផ្ទាល់តែម្ដងបាទអញ្ចឹងជាចុងបញ្ចប់នៃវីដេអូខ្ញុំបាទក៏សូមអរគុណដល់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នា
ដែលតែងតែគ្រប់ស្រឡាញ់រាល់ការចែកម្លែករបស់ខ្ញុំក៏ជាវីដេអូបែបដំណើរកម្សាន្តនៅក្នុង channel របស់ខ្ញុំផ្ទាល់តែម្ដងបើសិនជាបងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នាពេញចិត្តរាល់ការចែកម្លែករបស់ខ្ញុំកុំភ្លេចជួយធ្វើការចុច like ឬក៏ comment នៅខាងក្រោមនៃវីដេអូរបស់ខ្ញុំបាទហើយមួយវិញទៀតបើសិនជាស្រឡាញ់នឹងចូលចិត្តរបស់ស្រឡាញ់នឹងចូលចិត្តនៅ channel របស់ខ្ញុំផ្ទាល់តែម្ដងកុំភ្លេចជួយធ្វើការចុចនៅ subscriber channel YouTube របស់ខ្ញុំបាទអញ្ចឹងអរគុណច្រើនម្ដងទៀតជម្រាបលាបាយបាយ